អ្នកដឹកនាំពិតណាញាតិញោមអ្នកដឹកនាំពិតគឺជាមនុស្សដែលចេះបង្កើតអ្នកដឹកនាំបន្តឫស្សីដែលវាមិនអាចបាត់បង់គឺឫស្សីដែលមានទំពាំងដោះបន្តមិនមែនអាងតែមកលុបឫស្សីចាស់នឹងទេប្រសិនបើមានតែមកលុបឫស្សីចាស់ហើយមិនបណ្ដោះទំពាំងថ្មីឫស្សីនឹងទោះបីគេមិនកាប់ក៏គង់តងាប់មែនអត់មែនអត់ហ្នឹងហើយញាតិញោមចេះតង្វល់ទៅណាទៅអាមេរិកក៏ដោយអូយលោកគ្រូហើយកុំសឹកអីអត់លោកគ្រូទៅមិនកើតទេថាតងាប់ទៅគេកើតហើយនិយាយពាក្យហ្នឹងធ្វើឲ្យមនុស្សខូចអស់ញាតិញោមហ្នឹងហើយប្រជុំថ្ងៃមុនក៏អញ្ចឹងលើកតែអញ្ចឹងលោកគ្រូកុំសឹកតើសឹកពួកកណាយ៉ាប់មកថាវាមិនអញ្ចឹងទេមិនអញ្ចឹងទេសំខាន់មិនមែនថាព្រួយរឿងអស់ឫស្សីចាស់ទេរឿងដែលត្រូវព្រួយគឺព្រួយអត់ទំពាំងដោះមែនអត់មែនអត់អញ្ចឹងបានប្រទេសគេនៅសេរីគេមិនរក្សាអ្នកដឹកនាំទេតែគេបង្កើតអ្នកដឹកនាំឥឡូវអូបាម៉ាចិត្តអស់ទៀតចិត្តអស់ពេលទៀតនៅពេលហ្នឹងអូបាម៉ាសំខាន់ណាស់ប៉ុន្តែគេត្រៀមរួចស្រេចហើយថាត្រូវមានអ្នកជំនួសអូបាម៉ាយល់ទេយល់បើអាត្មាត្រឹមកើតតន់ពីមុនមិនសូវស្គាល់ទេមិនបាច់អានដោយមិនអានប្រវត្តិហ្នឹងគឺ Clinton កាលនៅ Clinton អាមេរិកកាំងគឺដូចតែមានតែ Clinton អញ្ចឹងក្រោយមកទៀត George W Bush មើលទៅដូចមានតែគាត់អញ្ចឹងតែអស់ Bush ទៅក៏មានអូបាម៉ាដែរអញ្ចឹងសំខាន់មិនមែនរឿងត្រឹមតែរក្សាព្រៃចាស់ទេ